ប្រទេសកម្ពុជានាសម័យលង្វែកគ្រិស្តសករាជឆ្នាំ1527ដល់ឆ្នាំ1594គឺជាយុគសម័យដ៏រុងរឿងនិងរស់រវើកបំផុតមួយក្នុងប្រវត្តិសាស្ត្រខ្មែរបន្ទាប់ពីការបោះបង់ចោលរាជធានីអង្គរវាគឺជាសម័យកាលដែលបង្ហាញពីការងើបឡើងវិញនៃសេដ្ឋកិច្ចវប្បធម៌និងអំណាចយោធា 1. ការកកើតនិងទីតាំងភូមិសាស្ត្របន្ទាប់ពីមានសង្គ្រាមស៊ីវិលរវាងព្រះបាទច័ន្ទរាជានិងស្ដេចកនរួចមកព្រះបាទច័ន្ទរាជាបានទទួលជ័យជំនះហើយបានសម្រេចចិត្តសាងសង់រាជធានីថ្មីនៅលង្វែកខេត្តកំពង់ឆ្នាំងបច្ចុប្បន្នក្នុងឆ្នាំ1527លង្វែកមានភូមិសាស្ត្រល្អជាតំបន់ដែលហ៊ុំព័ទ្ធដោយទន្លេនិងមានព្រៃឫស្សីយ៉ាងក្រាស់ដែលដើរតួជាបន្ទាយការពារធម្មជាតិយ៉ាងរឹងមាំ 2. ភាពរុងរឿងផ្នែកនយោបាយនិងយោធាសម័យលង្វែកត្រូវបានគេចាត់ទុកថាជាយុគមាសទី2នៃប្រទេសកម្ពុជាការបង្រួបបង្រួមជាតិព្រះបាទច័ន្ទរាជាបានរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋឲ្យមានរបៀបរៀបរយឡើងវិញវិស័យយោធាខ្មែរមានកងទ័ពខ្លាំងក្លារហូតអាចវាយរុញច្រានកងទ័ពសៀមឲ្យដកថយនិងដណ្ដើមបានអាណាខេត្តមួយចំនួនមកវិញដូចជាបាត់ដំបងសៀមរាបនិងពោធិ៍សាត់សភាវុធសម័យនោះខ្មែរចាប់ផ្ដើមប្រើប្រាស់កាំភ្លើងធំនិងអាវុធទំនើបដែលទិញពីបស្ចិមប្រទេស 3. សេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិលង្វែកបានក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់នៅអាស៊ីអាគ្នេយ៍ការបើកចំហមានទំនាក់ទំនងពាណិជ្ជកម្មជាមួយជនជាតិចិនជប៉ុនអារ៉ាប់ព័រទុយហ្គាល់និងអេស្ប៉ាញទំនិញនាំចេញភ្លុកដំរីក្រមួនម្រេចនិងផលិតផលព្រៃឈើផ្សេង 4. វប្បធម៌និងសាសនាព្រះពុទ្ធសាសនាថេរវាទមានការរីកចម្រើនខ្លាំងព្រះច័ន្ទរាជាបានសាងសង់វត្តអារាមជាច្រើនរួមទាំងវត្តត្រឡែងកែងនៅបន្ទាយលង្វែកអក្សរសាស្ត្រមានការតាក់តែងអក្សរសិល្ប៍និងច្បាប់ទម្លាប់ផ្សេងដែលប្រើប្រាស់រហូតមកដល់សម័យក្រោយទៀត 5. ការដួលរលំនៃក្រុងលង្វែកទោះបីជាមានភាពរុងរឿងក៏ដោយលង្វែកបានធ្លាក់ទៅក្នុងកណ្ដាប់ដៃសៀមនៅឆ្នាំ1594បើយោងតាមរឿងព្រេងនិទានល្បិចប្រាក់ឌួងដែលសៀមបានបាចប្រាក់ឌួងចូលក្នុងព្រៃឫស្សីដើម្បីឲ្យអ្នកស្រុកកាប់ឆ្ការព្រៃរកប្រាក់រហូតអស់របាំងការពារបន្ទាយប៉ុន្តែតាមប្រវត្តិសាស្ត្រពិតការធ្លាក់ចុះនេះបណ្ដាលមកពីការបែកបាក់ផ្ទៃក្នុងនិងយុទ្ធសាស្ត្រវាយលុកយ៉ាងខ្លាំងក្លារបស់សៀមទៅវិញទេបើយោងតាមប្រវត្តិសាស្ត្រប្រាក់ឌួងត្រូវបានបង្កើតក្រោយសម័យលង្វែករហូតទៅដល់ជាង200ឆ្នាំឯណោះល្បិចប្រាក់ឌួងវាគ្រាន់តែជារឿងនិទានរបស់ជនជាតិសៀមដើម្បីចង់បង្ហាញថាជនជាតិខ្មែរនៅសម័យនោះល្ងង់ឬក៏លោភលន់ជាដើមសម័យលង្វែកគឺជាមេរៀនប្រវត្តិសាស្ត្រដែលបង្ហាញពីភាពរឹងមាំនៃស្មារតីក្នុងការកសាងជាតិឡើងវិញប៉ុន្តែក៏ជាការក្រើនរំលឹកអំពីគ្រោះថ្នាក់នៃការបែកបាក់ផ្ទៃក្នុងខ្មែរផងដែរ